bà ta IELTS ហ្នឹងគឺជាអ្វីបាទហើយ IELTS ហ្នឹងមានប្រមាណប្រភេទហើយយើងគួរប្រឡងយកទូ IELTS ហ្នឹងប្រភេទមួយណាសម្រាប់គោលបំណងណាមួយរបស់យើងបាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកនៅចំណេះដឹងឬក៏ព័ត៌មានទាក់ទងជាមួយនឹង IELTS ហ្នឹងដែលយើងតែនិយាយថា IELTS test IELTS ហ្នឹងបាទហ្នឹងគឺពីពេញមកវាហ្នឹងគឺ International English Language Testing System គឺជាការធ្វើតេស្តកម្រិតភាសាអង់គ្លេសថាតើកម្រិតភាសាអង់គ្លេសរបស់យើងហ្នឹងយល់ដឹងបានកម្រិតណាជាទូទៅគេបែងចែក IELTS ហ្នឹងជាពីរប្រភេទបាទគឺគេហៅថា IELTS Academic ហើយនិង IELTS General Training ប៉ុន្តែពេលខ្លះទៀតគេមានថែមទី3មួយទៀតគេហៅថា IELTS Life Skill បាទ IELTS Life Skill ឥឡូវខ្ញុំសូមលើកយកថាតើនៅពេលដែលបងប្អូនដាក់ពាក្យទៅបរទេសហ្នឹងគេទី IELTS តើបងប្អូនគួរប្រឡង IELTS មួយណាឲ្យត្រូវបាទសម្រាប់អ្នកដែលចង់ទៅរៀនបន្តបាទទៅរៀនថ្នាក់ Master ថ្នាក់បញ្ញាបត្រឬក៏ Professional Skill ណាមួយនោះគឺបងប្អូនចាំបាច់ត្រូវតែប្រឡងយក IELTS Academic បាទសម្រាប់អ្នកចង់រៀនបន្តហ្នឹងគឺ IELTS Academic បាទហើយមួយទៀតសម្រាប់អ្នកដែលគាត់ចង់ទៅរកការងារធ្វើទៅរស់នៅទៅ Immigration ឬក៏ចូលវគ្គ Short Course Training អីទេគឺបងប្អូនអាចប្រឡងយក IELTS General Training បានពីហ្នឹងខុសគ្នាត្រង់ថាអ្នកម្នាក់អ្នកទៅរៀនបន្តគឺបានតែអ្នកជីវៈរៀនថ្នាក់បញ្ញាបត្រ Master អាហ្នឹងគឺយើងយក IELTS Academic សម្រាប់ IELTS General ហ្នឹងដោយអ្នកទៅប្រឡងយកសញ្ជាតិប្រឡងយកសិទ្ធិទៅរស់នៅទៅធ្វើអាជីវកម្មទៅធ្វើការអាហ្នឹងយើងយក IELTS General បានហើយបាទហើយពីហ្នឹងវាមានទម្ងន់ខុសគ្នាបន្តិចIELTS Academic ហ្នឹងរៀងពិបាកជាងបាទបន្ទុករៀងពិបាកយកជាងហើយបើ IELTS General ហ្នឹងវារៀងស្រាលជាងបាទហើយដល់ឡែកទី3ហ្នឹងដែលយើងមិនសូវឮទេហើយក៏មិនសូវបានចែកគ្នាទេគឺ IELTS Life Skill IELTS Life Skill ហ្នឹងគឺគេផ្ដោតទៅលើ2បាទគឺទី1គឺតាក់ទងជាមួយនឹងlistening ហើយនឹងspeaking បាទបើ IELTS ពីខាងលើហ្នឹងវាមាន4 skill បាទ4 macro skill មានlistening speaking writing និង reading អាហ្នឹងសម្រាប់ IELTS Academic និង IELTS General Training សម្រាប់ IELTS Life Skill ហ្នឹងគឺគេផ្ដោតលើតែ2ទេបាទគឺ IELTS English Speaking ហើយនិង Listening អញ្ចឹង IELTS ទាំង3ហ្នឹងគឺបងប្អូនបែងចែកដាច់កុំឲ្យមានការច្រឡំព្រោះខ្ញុំជួបនៅក្នុងការងារ Immigration ខ្ញុំរាល់ថ្ងៃហ្នឹងមានបងប្អូនមួយចំនួនគាត់អត់ទាន់បែងចែកដាច់ទេរវាង IELTS General Training ឬក៏ IELTS Academic បាទជួនកាលគាត់ដាក់ទៅធ្វើអាជីវកម្មទេអញ្ចឹងគាត់ធ្វើតែ IELTS General ទេព្រោះ IELTS General ហ្នឹងបន្ទុកវាយើងយកបានងាយជាងយើងអាចយកបានខ្ពស់ជាងបាទហើយបើទៅរៀនគឺ IELTS Academic បាទអញ្ចឹងសង្ឃឹមថាវីដេអូនេះអាចជួយជាគំនិតបន្ថែមទៅលើបងប្អូនឬក៏សិស្សានុសិស្សមួយចំនួនដែលគាត់មានបំណងចង់ទៅរស់នៅប្រទេសខាងក្រៅហើយនឹងចង់បន្តការសិក្សាហើយ IELTS ហ្នឹងគឺជាទូទៅគេទទួលស្គាល់នៅចក្រភពអង់គ្លេសបាទនៅអូស្ត្រាលីញូហ្សេឡង់ហើយក៏នៅអាមេរិកមួយចំនួនផងដែរបាទអញ្ចឹងសូមអរគុណបាទសូមជម្រាបលា